bọn được trong bàn phơ bọn bình nhẹ thời kỳ ấy cứ xong ở bàn bọn smart ni luôn có chạm tục hay xong ở phương bỏ để chia sẻ ở trong cái nào bàn mà phơ bọn người tí đi ở về miền xa giang ơi ở về miền xaบพาครองเปลีหนึ่งพิธีการเมียนสิบากรรมเรียบจอมพิธีครองเปลีบกเรือสางสองพิธีครองเปลีสัมโพธพิธีครองเปลีโสดมนมังโกกาพิธีครองเปลีลางไกหาทานทำไมพิธีบอนจำรานประจนบอนดาเปิดดาหนึ่งข้ามพิธีเซงตีดบพาครองเปลีพิธีกาบอมราหนึ่งปดาจุนตำนกจัดกระปูอุดามเพียบประนัดพิธีประไปในปรเมียนบรรทัดส้มตำเนะตำนองตามระยะเลยโทรศัพท์ข้างกราวในទីនេះអាចនិយាយបានថាជាតំបន់អាណាចក្របៃតងបងប្អូនមើលចុះព្រៃឈើក្រាស់ខ្មឹកបានគ្របដណ្ដប់ពីលើភ្នំទាំងមូលទីនេះគឺជាតំបន់ភ្នំត្បែងជាដែនដីពិសិដ្ឋទឹកដីដែលពោរពេញទៅដោយសម្បត្តិធម្មជាតិស្ថិតនៅក្នុងខេត្តព្រះវិហារនៅលើកំពូលភ្នំត្បែងមានវត្តមួយកន្លែងមានឈ្មោះថាវត្តរអាងថ្មបីដុំភ្នំត្បែងដែលយើងអាចហៅកាត់ថាវត្តថ្មបីដុំក៏បានដែរថ្ងៃនេះក្រុមការងារបុប្ផាក្រុងប៉េលីនិងពិធីការពិតជាមានសេចក្តីសោមនស្សសប្បាយរីករាយយ៉ាងក្រៃលែងដែលបានមកធ្វើបុណ្យនៅទីនេះជាមួយនឹងទឹកចិត្តបេះដូងបរិសុទ្ធដែលពោរពេញទៅដោយសទ្ធាជ្រះថ្លាកម្មវិធីបុណ្យនេះប្រារព្ធឡើងក្នុងគោលបំណងប្រគេនកុដិមួយខ្នងជូនដល់ភិក្ខុសអៀងតាមពិតទៅបងប្អូនកុដិមួយខ្នងនេះគឺចាប់ផ្ដើមកសាងធ្វើតាំងពីថ្ងៃអាទិត្យ1200ខែភទ្របទឆ្នាំរោងឆស័កពុទ្ធសករាជ2568ដែលត្រូវនឹងថ្ងៃទី29ខែកញ្ញាឆ្នាំ2024ណាបងប្អូនអ្នកផ្ដើមកសាងកុដិរួមមានភិក្ខុសអៀងលោកសេនតារានិងភរិយាជាងបុប្ផាព្រមទាំងក្រុមការងារបុប្ផាក្រុងប៉េលីនិងពិធីការមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភសុខសវណ្ណាលោកយិនស៊ីនិងលោកស្រីកំហៀងហៅបងសៀងនិងឧបាសិកាចောက်សារិនព្រមទាំងបុត្រថ្ងៃកម្មវិធីប្រព្រឹត្តនៅថ្ងៃអាទិត្យ3កើតខែមករាឆ្នាំម្សាញ់សប្បុស័កពុទ្ធសករាជ2569ដែលត្រូវនឹងថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025នៅក្នុងកម្មវិធីឆ្លងកុដិនេះដែរមុនដំបូងគឺពួកយើងចាប់ផ្ដើមធ្វើកិច្ចខមាទោសព្រះសម្មាសម្ពុទ្ធដើម្បីលាងសម្អាតក៏ដូចជាធ្វើកិច្ចស្រង់ព្រះបន្ទាប់ពីព្រះពុទ្ធរូបត្រូវបានលាងសម្អាតស្អាតរួចរាល់អស់ហើយនឹងក្រុមការងារបុប្ផាក្រុងប៉េលីចាប់ផ្ដើមបិទសន្លឹកមាសនៅលើរូបបដិមារបស់ព្រះអង្គដើម្បីឲ្យទ្រង់មើលទៅមានពណ៌មាសរលោងភ្លឺនៅលើកពូលភ្នំមកបងប្អូនមហាសែនតិចខែរងាអញ្ចឹងទៀតតិចអើយតិចហើយពេលយប់ឡើងក្រុមការងារទាំងអស់អត់បានសម្រាកទេម្នាក់មានការងារធ្វើរៀងខ្លួនសម្រាប់អីវ៉ាន់យកមកលើភ្នំគឺពួកយើងបានចំណាយថវិកាមួយចំនួនសម្រាប់ជួលអ្នកភូមិជួយលើកអីវ៉ាន់ទាំងអស់នេះសុទ្ធសឹងតែជាតេយ្យទានសម្រាប់ប្រគេនដល់ព្រះសង្ឃនិងមួយចំនួនទៀតធ្វើជាអំណោយទុកចែកជូនទៅដល់បងប្អូនអ្នកភូមិដែលរស់នៅលើភ្នំត្បែងចំនួន40គ្រួសារជាងចាសម្រាប់មួយឈុតមួយគ្រួសារមានណយមួយមុងមួយស្រោងមួយតែមួយតាំងហ៊ុនខ្មៅចាមួយសួរមួយជាមួយដកនំហើយជាមួយមីមានឆ្នាំប៉ែចាតាំងចាមកទៅ
យើងរៀបចំជាកញ្ចប់បែបនេះទុកជូនបងប្អូននៅលើភ្នំចំនួន40ជាងគ្រួសារអូអីវ៉ាន់ច្រើនដែរបងប្អូនដោយសារតែក្រុមការងាររបស់យើងរវល់ការងាររៀងៗខ្លួនអញ្ចឹងហើយចំពោះការវិកខ្ចប់អីវ៉ាន់នេះបានបងប្អូនអ្នកលើភ្នំគាត់មកជួយវិកខ្ចប់ដើម្បីសម្រួលការងាររបស់ពួកយើងមកកញ្ចប់ហ្នឹងមានច្រើនមុខបងប្អូនអញ្ចឹងទៅម្នាក់វិកខ្ចប់រៀងវិលដែរ ពេលព្រឹកព្រលឹមឡើងមករងាវកាក់គីកងកើតពេលព្រឹកព្រលឹមចាបងប្អូនទាំងអស់គ្នាស្លឹងមើលទេសភាពពីលើកំពូលភ្នំមកឃើញសិតតធម្មជាតិព្រៃឈើក្រាស់ខ្មឹកនៅលើភ្នំហ្មងបងប្អូនទាំងអស់គ្នាអូយមហាសែនស្រស់ស្រាយសប្បាយចិត្តមកធ្វើបុណ្យនៅនេះសប្បាយហ៎បងប្អូនកន្លែងនេះផ្លូវចូលទៅកត់ព្រឹកព្រលឹមចង់សេតនភាពតិចបងប្អូននៅលើភ្នំចំពោះអីវ៉ាន់សម្រាប់ធ្វើជាអំណោយចែកជូនទៅដល់បងប្អូនអ្នកភូមិទាំង40គ្រួសារជាងនឹងគឺពួកយើងបានបន្ថែមជាមួយនឹងផ្ទាំងកណាត់ល្អស្អាតសម្រាប់កាត់ចែកជូនដល់ពួកគាត់ផងដែរពេលព្រឹកព្រលឹមនេះអ្វីដែលពួកយើងត្រូវធ្វើគឺរៀបចំចង្ហាន់សម្រាប់ប្រគេនដល់ព្រះសង្ឃហើយបងខាងជើងបុផាពួកគាត់កំពុងរៀបចំកាន់ម៉ូទ័រផ្សារដែកផ្សារអីដើម្បីធ្វើបន្ទប់ទឹកយើងងាកមកមើលកុដដែលពួកយើងបានរៀបចំកសាងសម្រាប់ប្រគេនជូនដល់ព្រះអង្គភិក្ខុសអៀងគឺធ្វើអំពីឈើដំបូលសង្កសីហើយជំវិញកុដបងប្អូនគឺសុទ្ធតែព្រៃក្រាស់ខ្មឹកហ្មងកុដឈើហ្នឹងសាងសង់នៅក្បែរវត្តឆ្ងាយពីវត្តប្រហែលជា100ម៉ែត្រអីហ្នឹងពួកយើងរៀបចំចង្ហាន់ពេលព្រឹកប្រគេនព្រះសង្ឃ3អង្គមានបាយតែងៀតសាច់ក្រកនិងឆាសាច់តិចតួច នេះគុំមកជួបជុំទទួលផលដែលកូនចៅបានធ្វើនៅអំពើជាកុសលទាំងអស់គ្នាបានបូជាជូនទៅអរយេសាយេយេនេះជាកៅវិបាយទៅជាសាស្ត្រ នឹងហើយបងប្អូនទាំងអស់គ្នាដោយសារតែពេលវេលាមានកំណត់ហើយអីវ៉ាន់មួយចំនួនក៏ពួកយើងរៀបចំអត់ទាន់រួចរាល់ដែរក្រុមការងាររបស់ពួកយើងគឺខិតខំស្រស់ដៃស្រស់ជើងគ្នាខ្លាំងមែនតើដើម្បីរៀបចំតេយ្យទានមួយចំនួនសម្រាប់ប្រគេនដល់ព្រះសង្ឃហើយនឹងអំណោយផ្សេងទៀតចែកជូនទៅដល់អ្នកភូមិនៅលើភ្នំយើងធ្វើបុណ្យណាបងប្អូនតិចក៏ដោយច្រើនក៏ដោយយើងធ្វើដោយទឹកចិត្តបរិសុទ្ធសទ្ធាជ្រះថ្លាសប្បាយចិត្តណា ដល់ព្រះរិយបកជាបនប្រតិសពលជាមង្គលលោកអាចារ្យនិងពុទ្ធបរិស័ទចំណោះជើងវត្តក៏ដូចជាម្ចាស់សទ្ធាបានចាប់ផ្ដើមកិច្ចកម្មវិធីមានដូចជាសមាទានសិលចម្រើនព្រះបរិត្តអភិសេកព្រះពុទ្ធរូបនិងកិច្ចវេចង្ហាន់ប្រគេនដល់ព្រះសង្ឃ នៅព្រះរណង្គកិច្ចហាមីចាមីសង្ឃហាំសរណង្គកិច្ចហាមី ជាតែជាអុយញ៉ាំបមេវេសោជាថាកម្មរោបនិរោធាសាលាទៅចូលចម្រើន ក្រុមការងារនិងញាតិមិត្តបងប្អូនដែលចូលរួមទាំងអស់បានចាត់ចែងរៀបចំគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មុងភួយកតេកណាត់មួយចំនួនធំដើម្បីវេប្រគេនព្រះសង្ឃ
ដែលគង់នៅក្នុងវត្តថ្ម3ដុំដោយរួមមានទាំងត្រៃលៀងចំនួន8ត្រៃនិងបច្ច័យទាំងឡាយ4ផងដែរ ជួលឲ្យវេលាទៅកំបីមានអាណាសវរតាំងទៀនទៀននៃតាមបានទាំងអស់នឹងវេចំពោះព្រះសង្ឃទាំងអស់គ្នាអនុមោទនាកណាទូថ្វាយមកគុំព្រះអង្គកណា ធ្វើសេចក្តីរាប់អានពីពុកម៉ែបងប្អូនលោកយាយលោកតាបានដែលបានមានវត្តមាននៅទីនេះបាទហើយខ្ញុំបាទនឹងកតយាមានសេចក្តីសោមនស្សរីករាយមែនទែនដែលបានមកធ្វើបុណ្យនៅទីនេះក៏ដូចជាមានការនាំទេយទានជាច្រើនដែលបានសទ្ធាជ្រះថ្លាពីបងស្រីបងប្រុសយិនស៊ីគោលបំណងខ្ញុំនេះមកដើម្បីឆ្លងកត់ប្រគេនព្រះអង្គទេបាទដល់ពេលហើយគាត់មានសទ្ធាជ្រះថ្លាក៏ផ្ដាំផ្ញើខ្ញុំពំនាំទេយទានទាំងអស់នេះប្រគេនទាំងព្រះសង្ឃហើយតាមពិតទេយទានក៏ប្រគេនព្រះសង្ឃប៉ុន្តែព្រះអង្គលោកមានសទ្ធាជ្រះថ្លាបន្តទៀតថាបើសិនជាបានប្រគេនព្រះអង្គហើយគួរតែចែកទានដល់បងប្អូនដែលរស់នៅលើរឿងផងបាទហើយក៏ចាត់ចែងទៅតាមនឹងទៅបាទដោយអនុគ្រោះពីព្រះអង្គគ្រូដូចជាព្រះគ្រូសូត្រវិញស្ដាំបាទហើយក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងស្រីមេភូមិដែលមានទឹកចិត្តជ្រះថ្លាក្នុងការដឹកនាំបងប្អូនដែលរស់នៅលើនឹងទៅយកទៅយទានខាងក្រោមដោយយើងមិនចំណាយថវិកាច្រើននៅក្នុងការលើកយកមកទេបាទប៉ុន្តែមានទេយទានខ្លះក៏យើងត្រូវចំណាយបងកម្លាំងដែលគាត់នៅខាងក្រោមដើម្បីលើកយកមកខាងលើចឹងសូមធ្វើសេចក្តីរាប់អានក៏ដូចជាអរគុណច្រើនមែនទែនបងស្រីប្រធានភូមិក៏ដូចជាបងប្អូនដែលអញ្ជើញទៅយកអីវ៉ាន់មកសមអញ្ចឹងសូមអរគុណច្រើនមែនទែនដែលទោះជាសម្ភារៈនឹងតិចឬក៏ច្រើនប៉ុន្តែទឹកចិត្តនោះគឺធំធេងបំផុតបាទខ្ញុំរំភើបមែនទែនខ្ញុំជម្រាបមួយថានៅពេលដែលខ្ញុំចិត្តមកដល់ជើងភ្នំខ្ញុំក៏លេចមកភ្នំឃើញរូបដូចទេវតាអញ្ចឹងដូចទេវតាបាច់ការអបអរសាទរអញ្ចឹងដោយទឹកចិត្តជ្រះថ្លាបាទហើយដល់ពេលមកឃើញបងប្អូនមិនថាតូចមានក្មេងតូចទៀតសម័យទៅយកនឹងបាទអញ្ចឹងអរគុណច្រើនមែនទែនបើសិនជាអត់ទៅយកទេខ្ញុំធ្វើចំណាយច្រើនបាទអញ្ចឹងទេរូបផ្សំមួយទៀតដែលមានការកសាងបន្ទប់ទឹកប្រគេនព្រះអង្គអញ្ចឹងបងស្រីសៀងឈ្មោះហៅថាបងសៀងចាស់ស្រួលបាទគាត់មានសទ្ធាជ្រះថ្លាហ្នឹងគាត់ថាបើបងអូនទៅលើបងផ្ញើសម្ភារៈផងទាំងទេយទានហើយនឹងនេះហៅស្តែនទឹកហើយនឹងសម្ភារៈបន្ទប់ទឹកបាទមុនដំបូងថាធ្វើឈើទេប៉ុន្តែគាត់ថាធ្វើឈើប្រហែលជាអាចទៅស៊ីបាទអញ្ចឹងក៏ទិញដៃទិញអីមកពីក្រោមទៅក៏ខ្ញុំយកជាងពីភ្នំពេញទៀតបាទជាងតាមពិតគាត់ថា250ទៅ300បានគាត់មកបាទពូឆ្ងាយបាទដល់ពេលដល់មានសទ្ធាជ្រះថ្លាគាត់ថាអត់ទេបងឲ្យមិនឲ្យទៅបើសំគួរកុំឲ្យទៅតិចគាត់ចូលបន$200គាត់យកតែ$100ទេបាទអញ្ចឹងអរគុណទឹកចិត្តគាត់មែនដែរហើយគាត់ប្រឹងប្រែងថ្មីឲ្យហើយថ្ងៃហ្នឹងអញ្ចឹងជាងនៅលើហ្នឹងគាត់នេះបន្តិចទេបាទបើហើយបន្តិចរឿងរៀបអត់ក្រួយហ្នឹងណាបាទហើយក៏អរគុណច្រើនបាទបងជាងទាំងពីរហើយមួយទៀតគោរពអរគុណលោកយាយលោកតាព្រមទាំងលោកគ្រូអាចារ្យគណៈកម្មការដែលបានអញ្ជើញបាទនិយាយទៅនិយាយចង់ចេញអរពេកបាទអរមែនតើបាទអរខ្លាំងណាស់ហើយអរគុណអ៊ីដែលគាត់បំរើប្រសងរាល់ថ្ងៃដាំបាយដាំអីហ្នឹងណាបាទបានបនរាល់ថ្ងៃបាទបានបនរាល់ថ្ងៃហ្មងបាទចឹងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបាទហើយបនដែលខ្ញុំបានធ្វើបំពេញពីអ្នកថែរក្សាហើយគឺសូម
ឲ្យបានបនស្មាគ្នារួចផុតចាក់ទុកហើយសូមអរគុណព្រះអង្គដែលអធិស្ឋានឲ្យខ្ញុំកណាបានមកធ្វើបុណ្យនៅទីនេះដោយសេចក្តីចាស់ថ្លាបំផុតកណាអរគុណទឹកប្រតិព្រះអង្គប្រទានឲ្យកណាបានធ្វើបុណ្យនៅទីនេះចឹងសូមទេវតាទាំងឡាយទាំងពួងសូមអនុមោទនាបុណ្យនេះព្រមទាំងញាតិញោមពុទ្ធបរិស័ទបងប្អូនជិតឆ្ងាយតូចក្តីធំក្តីណាសូមបានបុណ្យចំណែកស្មើគ្នាហើយសូមជ្រះថ្លាអនុមោទនាលេបុណ្យនេះផងនេះផងដែរបាទសូមអរគុណច្រើនបាទសូមអនុមោទនា លើពីនេះទៀតបន្ទាប់ពីកិច្ចវេតយទានប្រកេនប្រសង់រួចរាល់ហើយក្រុមការងារបុប្ផាក្រុងពលីនិងពិធីការក៏បានរៀបចំអំណោយចែកជូនទៅដល់គ្រួសារដែលរស់នៅលើភ្នំត្បែងវត្តថ្មបីដុំចំនួន43គ្រួសារផងដែរដែលជាមហាសទ្ធារបស់បងប្រុសស៊ីនិងបងស្រីសៀងព្រមទាំងញាតិព្រះធម៌របស់គាត់ផងដែរដោយបន្ថែមទៅលើអំណោយនោះបងស្រីលោកគ្រឿងសំណងប៊ុនចន្ទថាក៏បានរួមចំណែកជាទឹកប្រាក់ដើម្បីជូនទៅដល់គ្រួសារក្រីក្រទាំង43គ្រួសារផង បេះដូងខ្មែរឡាប់ខ្មែរ